បាទទីមួយដើម្បីយើងអីលើកស្ទួយរបស់ក្នុងស្រុកបាទហើយនឹងកាត់បន្ថយការនាំចូលពីរបស់ក្រៅស្រុកដូចយើងមិនអាចកាត់បានទាំងស្រុងតែយើងអាចកាត់បានមួយចំនួនតូចមួយក៏យើងចាត់ទុកថាជាការលើកស្ទួយនៅរបស់ក្នុងស្រុកនិងជួយសេដ្ឋកិច្ចក្នុងស្រុកយើងផងដែរហើយទី2ជួយឲ្យបងប្អូនយើងនៅក្នុងសហគមន៍ក៏មានការងារធ្វើបាទដោយការងាររងថ្ងៃគឺថាបងប្អូនយើងដែលជាខ្មែរធ្វើបាទពីកន្លែងហ្នឹងចូលពី30នាក់ដែរបាទបាន30នាក់ដែរគាត់មានចំណូលរងថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គាត់ដើម្បីកុំឲ្យចំណាក់ស្រុកអញ្ចឹងណាបាទហ្នឹងមួយចំនួនផងដែរបាទអូវាតាមម៉ូដបងវាម៉ូដខ្លះអ្នកយើងធ្វើចេញថ្មីអ្នកកំងគាត់កំងច្រើនអញ្ចឹងម៉ូដហ្នឹងយើងធ្វើច្រើនអញ្ចឹងតែបើយើងថាអីធ្វើមួយថ្ងៃបានប្រមាណបើសិនជាយើងធ្វើតែមួយមុខអាហ្នឹងបានច្រើនតែយើងធ្វើមិនមួយមុខទេអានេះតិចបន្តិចយើងបែងចែកកម្លាំងតាមហ្នឹងទៅមួយថ្ងៃពីរថ្ងៃអីយើងបានមួយមុខខ្លះ30 40 50តាមចំនួនដែលម៉ូដណាដែលយើងត្រូវការប្រញាប់និងត្រូវការច្រើនជាងគេអញ្ចឹងទៅបាទអីដោយដៃ50%នឹងយើងប្រើម៉ាស៊ីន50%បាទឥឡូវនេះយើងប្រើបច្ចេកទេសហើយ design យកស្អាតនិងស្តង់ដារព្រោះដំបូងឡើយយើងឆ្ងល់ដែរថាហេតុអីបានកាបូបស្រុកគេលក់ថ្លៃដល់ពេលអ្នកដែលធ្លាប់ប្រើកាបូបថ្លៃគេហើយវាខូចវាមានបញ្ហាគេយកមកជួសជុលកន្លែងយើងរូបទៅយើងដឹងខាងក្នុងវាមានបញ្ហាអីចឹងទៅវាគេប្រើតំណប់អីយើងប្រើបច្ចេកទេសហ្នឹងខ្លាំងរងថ្ងៃហើយយើងប្រើម៉ាស៊ីន50%នឹងធ្វើដោយដៃ50%បាទខ្លាំងហ្មងតែមករយៈក្រោយអាបញ្ហាយើងរឿងព្រំដែនថៃខ្មែរយើងបញ្ហាចឹងទៅហើយខ្ញុំបដោតការលក់បដោតតាមអនឡាញខ្លាំងអញ្ចឹងដល់ពេលបញ្ហាអញ្ចឹងទាំងខ្ញុំទាំងគេគឺអារម្មណ៍នៅតែរឿងព្រំដែនហ្នឹងដែរដល់អញ្ចឹងការទិញរឿងធ្លាក់ចុះមករយៈក្រោយយើងធ្លាក់ចុះបន្តិចដែរបាទតែអត់អីដែលយើងអាចនៅតែលក់បានធម្មតាហើយការគ្រប់គ្រងបងប្អូនយើងគ្រប់គ្រងច្រើនដូចខ្ញុំមកលក់ក្រៅចេះបងប្អូនយើងគាត់គ្រប់គ្រងច្រើនដែរគាត់មកទិញតបន្ទាប់ចឹងទៅបាទជួយបានច្រើនបងច្រើនព្រោះយើងអីទីមួយយើងផលិតក្នុងស្រុកបាទហើយយើងចំនួនអ្នកទិញប្រចាំថ្ងៃយើងមិនទៀងតែយើងបានរងថ្ងៃបាទបានរងថ្ងៃអញ្ចឹងការលក់ចេញបានរងថ្ងៃចំណូលយើងមានរងថ្ងៃអញ្ចឹងយើងជួយជីវភាពយើងបានរងថ្ងៃបាទបើប្រៀបនឹងយើងទៅធ្វើការឲ្យគេវាអត់ដូចគ្នាទេបាទប៉ុណ្ណឹងសមរម្យដែលខ្ញុំលក់រងថ្ងៃហ្នឹងគឺយើងគិតទៅនឹងវត្ថុធាតុដើមដែលយើងយកមកប្រើអស់ប្រមាណយើងថ្លៃជួលអស់ប្រមាណយើងចំណេញបានប្រមាណគឺយើងអីទទួលបានគឺសមនឹងអ្វីដែលយើងធ្វើបាទវាអត់ទៀងដោយសារដូចខ្ញុំថាអញ្ចឹងយើងថាខាងលើយើងផ្ដោតលើអនឡាញអញ្ចឹងការលក់បាននៅលើបងប្អូនឃើញច្រើនវីដេអូដែលយើងធ្វើទៅមានបងប្អូនមើលច្រើន like share ច្រើនធ្វើឲ្យឃើញច្រើនអញ្ចឹងអ្នកទិញច្រើនក្នុងដូចឧទាហរណ៍ក្នុងខែហ្នឹងយើងធ្វើវីដេអូមានអ្នកមើលច្រើនហើយច្រើនវីដេអូអញ្ចឹងទៅចំណូលយើងក៏បានច្រើនតាមហ្នឹងអញ្ចឹងទៅបើយើងធ្វើអត់សូវមានអ្នកមើលអត់សូវបងប្អូនអត់សូវឃើញអាហ្នឹងក៏វាតាមហ្នឹងអញ្ចឹងទៅបាទហើយបើស្បែកក្រពើយើងយកពីក្រពើសតបកពីក្រពើមកយើងជលក់ពណ៌ជលក់អីអញ្ចឹងទៅយើងខ្លាយជាវត្ថុធាតុដើមបាទយើងធ្វើច្រើនដំណាក់កាលសម្រាប់ស្បែកតែសម្រាប់ស្បែកគោយើងយកមកស្រាប់ហ្មងយកមកពីខាងក្រៅប្រទេសបាទព្រោះនៅខ្មែរយើងអត់ទាន់មានរោងចក្រច្នៃស្បែកទេសូម្បីតែស្បែកក្រពើនៅសៀមរាបយើងក្នុងស្រុកមានច្រើនតែយើងអត់ទាន់មានបច្ចេកទេសច្នៃវាឲ្យទៅជាខ្លាយជាវត្ថុធាតុដើមដែលយើងអាចប្រើប្រាស់បានណាយើងអាចបកបានប្រឡាក់អំបិលអញ្ចឹងទៅយើងផ្ញើទៅប្រទេសគេដើម្បីឲ្យគេច្នៃបញ្ចូលពណ៌ដាក់ថ្នាំគីមីស្លាប់មេរោគអីចឹងទៅបាទដើម្បីខ្លាយជាវត្ថុធាតុដើមយើងអាចយកមកកាត់ផលិតរាល់ថ្ងៃហ្នឹងបាទហើយបច្ចេកទេសនេះគឺភាគច្រើនកណិតខ្លួនឯងនឹងយើងមើលតាម YouTube ស្វែងយល់និយាយទៅដំបូងឡើយដែលចាប់ដើមធ្វើតែកាបូបមាត់ធម្មតាក៏ធ្វើអត់ត្រូវដែរអត់ស្អាតអត់ទេតែពេលបន្ទាប់មកយើងព្យាយាមយើងរកចំណុចខុសហើយនឹងបងប្អូនគាត់យកទៅប្រើដូចកាបូបយើងចេញថ្មីបញ្ហាបច្ចេកទេសតាណាមួយដែលវាអត់សូវស្អាតឬក៏ប្រើមិនសូវស្រួលអាហ្នឹង feedback មកវិញយើងមើលបើវាអញ្ចឹងមែនយើងកែតាមហ្នឹងអញ្ចឹងទៅបាទផ្លាស់ប្ដូរគ្រប់បច្ចេកទេសទាំងអស់អត់មានថាយើងធ្វើហើយអ្នកប្រើមិនទៅអត់ទេយើងមើល feedback មកវិញដែរបាទថាអូល្អណាស់យើងនៅតែធ្វើបែបហ្នឹងតែបាទថាមានបញ្ហាមួយដែលអត់ទៅស្រួលប្រើឬក៏វាមើលទៅអត់ទៅស្អាតតាណាមួយដែលគាត់ផ្ដល់ជាមតិមកកែលម្អយើងទទួលបានយើងនឹងអាប់ដេតរហូតបាទបើប្រៀបធៀបសម្រាប់គុណភាពខ្ញុំហ៊ានធានាឲ្យគេធានារបស់គេតម្លៃរាប់ម៉ឺនដុល្លារបើគេធានា10ឆ្នាំរបស់ខ្ញុំតម្លៃអី50-60រៀល100ជាងនេះក៏ធានាឲ្យ5ឆ្នាំបានដែរបាទសម្រាប់គុណភាពតែបើរឿង brand រឿងអីយើងអត់អាចលោតមួយគេរួចទេរាល់ថ្ងៃយើងនៅមានកម្រិតតូចទេបាទសម្រាប់គេទូទៅគេអីគេហៅថាពេញអីមកទ្វីបមកប្រទេសណាសឹងតែស្គាល់ដូច brand ល្បីបាទ LV អីផ្សេងអញ្ចឹងទៅគេល្បីអ្នកណាក៏ស្គាល់តែសម្រាប់យើងមកនៅមានកម្រិតតូចមួយទេ